ចឹងជំនួសមកវិញដោយការប្រើប្រាស់នៅប្រភេទ paper ឬក៏กระดาษដើម្បីកត់ត្រានៅប្រភេទ cell record របស់អ្នកទាំងគ្នាអាចប្រើប្រាស់នៅ Power App ដើម្បី input រាល់ទិន្នន័យលក់របស់អ្នកទាំងគ្នាចូលទៅក្នុង system ដោយមិនបាច់ខ្វល់អំពីទិន្នន័យ duplicate ឬក៏ tool គ្នានោះឡើយអញ្ចឹងសូមស្វាគមន៍អ្នកទាំងគ្នាមកកាន់ Tech Friday Season 3អ្នកសួរក៏ដូចជាសួស្ដីដល់អ្នកទាំងគ្នាជួបជាមួយខ្ញុំម្ដងទៀតហើយខ្ញុំបាទប៉ាវហើយជា AI Engineer នៅក្នុង Process Solution អញ្ចឹងថ្ងៃនេះខ្ញុំចង់ចែកម្លែកអ្នកទាំងគ្នាទាក់ទងជាមួយទៅនឹង topic មួយគឺ Microsoft Business Application ដែល topic នោះគឺនិយាយអំពី tool មួយយ៉ាងសំខាន់គឺ Power App អញ្ចឹងតើអ្វីទៅជា Power App Power App វាគឺជា tool មួយដែលមានស្រាប់នៅក្នុង Microsoft 365ដែល design ឡើងសម្រាប់ឲ្យអ្នកទាំងគ្នាជា business owner ងាយស្រួលគ្រប់គ្រងទៅកាន់ business របស់អ្នកទាំងគ្នាដែលវាអាចជួយបំលែងនៅប្រភេទ form Excel file ឬក៏ manual process នានាទៅជាប្រព័ន្ធ digital តែមួយហើយអ្នកទាំងគ្នាអាចប្រើប្រាស់នៅកម្មវិធីអាជីវកម្មទាំងអស់នោះតាមរយៈទូរស័ព្ទដៃ computer ឬក៏ device ណាមួយរបស់អ្នកទាំងគ្នាបើសិនជាអ្នកទាំងគ្នាកំពុងតែប្រើប្រាស់នៅ Microsoft 365គឺអ្នកទាំងគ្នាមាន tool នេះរួចស្រាប់ទៅហើយប៉ុន្តែដើម្បីឲ្យប្រព័ន្ធអាជីវកម្មរបស់អ្នកទាំងគ្នាដំណើរការទៅយ៉ាងរលូនអ្នកទាំងគ្នាត្រូវការអ្នកជំនាញដើម្បី implement ក៏ដូចជាអភិវឌ្ឍទៅលើកម្មវិធីអាជីវកម្មនោះឡើងចុះថាតើហេតុអីបានជាអាជីវកម្មមួយចំនួនគឺត្រូវតែប្រើប្រាស់ជាមួយទៅនឹង Power App បើយើងនិយាយពីស្ថាប័នមួយចំនួននៅក្នុងប្រទេសកម្ពុជាគឺគាត់នៅតែ rely on ទៅលើ manual process ក៏ដូចជា manual operation មួយចំនួនអញ្ចឹងជាមួយទៅនឹង Power App ដែលជា Microsoft Business Application វាអាចជួយនៅអាជីវកម្មរបស់អ្នកទាំងគ្នាបានច្រើនមែនទែនទីមួយវាអាចបំលែងនៅរាល់ operation របស់អ្នកទាំងគ្នាដែលជាប្រភេទ manual ទៅជាប្រព័ន្ធ digital ទីពីរគឺជួយកាត់បន្ថយរាល់ប្រភេទការងារដែលយើង count ជា repetitive task ឬក៏ repetitive work ហើយទី3គឺជួយបង្កើនទៅលើប្រសិទ្ធភាពការងាររបស់អ្នកទាំងគ្នាក៏ដូចជាពន្លឿនទៅលើសេវាកម្មនៃការងាររបស់អ្នកទាំងគ្នាថែមទៀតផងអ្វីដែលកាន់តែពិសេសជាងនេះទៀតគឺរាល់ទិន្នន័យរបស់អ្នកទាំងគ្នា system របស់អ្នកទាំងគ្នាគឺនឹងមានទម្រង់ជា connected មានន័យថាវាអាចភ្ជាប់ពីប្រភេទ application មួយទៅ application មួយបានយ៉ាងងាយស្រួលថែមទៀតផងអញ្ចឹងខ្ញុំសូមលើកឡើងនៅ scenario ជាក់ស្ដែងនៃការប្រើប្រាស់ Microsoft Power App ឧទាហរណ៍ទី1គឺទៅលើ Leave Request Application អ្នកទាំងគ្នាអាច integrate system មួយដែលអាចអនុញ្ញាតឲ្យបុគ្គលិករបស់អ្នកទាំងគ្នាស្នើសុំនៅប្រភេទច្បាប់តាមរយៈ device ឬក៏ទូរស័ព្ទរបស់គាត់បន្ទាប់ពីគាត់ស្នើសុំហើយទិន្នន័យរបស់គាត់នឹងបញ្ជូនទៅកាន់ manager របស់គាត់ហើយនឹងធ្វើការសម្រេចចិត្តគួរ approve ឬក៏ reject ទៅលើ application មួយហ្នឹងមួយទៀតគឺតាក់ទងជាមួយទៅនឹង sales order system application អញ្ចឹងជំនួសមកវិញដោយការប្រើប្រាស់នៅប្រភេទ paper ឬក៏กระดาษដើម្បីកត់ត្រានៅប្រភេទ sales record របស់អ្នកទាំងគ្នាអ្នកទាំងគ្នាអាចប្រើប្រាស់នៅ Power App ដើម្បី input រាល់ទិន្នន័យលក់របស់អ្នកទាំងគ្នាចូលទៅក្នុង system ដោយមិនបាច់ខ្វល់អំពីទិន្នន័យ duplicate ឬក៏ tool គ្នានោះឡើយមួយទៀតគឺតាក់ទងជាមួយទៅនឹង inventory check application system ចំពោះ business owner គាត់អាច generate ជាប្រភេទ barcode ឬក៏ QR code ដើម្បីបិទទៅលើ product របស់ពួកគាត់ដូច្នេះនៅពេលដែល sales admin ឬក៏ stock owner គាត់ check ទៅលើ product មួយហ្នឹងតាមរយៈ QR code ទិន្នន័យរបស់គាត់នឹងត្រូវ update ចូលទៅក្នុង system ភ្លាមៗចំណុចមួយទៀតដែលធ្វើឲ្យ Power App មានលក្ខណៈសំខាន់ខ្លាំងនៅក្នុង Microsoft Business Application គឺវាអាច integrate ជាមួយទៅនឹង AI technology ហើយនឹង Power Automate បានថែមទៀតផងឧទាហរណ៍ជាក់ស្ដែងអ្នកទាំងគ្នាអាច integrate នៅប្រភេទ AI technology ចូលទៅក្នុង Power App ដើម្បី extract រាល់ទិន្នន័យចេញពីឯកសាររបស់អ្នកទាំងគ្នាក៏ដូចជាអ្នកទាំងគ្នាអាច integrate នៅ Power Automate ចូលទៅក្នុង Power App ដើម្បីធានាបាននៅប្រភេទការងារមួយចំនួនដែលត្រូវការ automate ថែមទៀតផងឧទាហរណ៍ជាក់ស្ដែងដូចជា send email ទៅកាន់ client របស់អ្នកទាំងគ្នាឬក៏ send ជា notification ទៅកាន់ manager របស់អ្នកទាំងគ្នាបានដោយស្វ័យប្រវត្តិមួយវិញទៀតទិន្នន័យរបស់អ្នកទាំងគ្នានឹងត្រូវបាន store ទុកនៅក្នុង Microsoft SharePoint ឬក៏ Dataverse យ៉ាងមានសុវត្ថិភាពថែមទៀតផងអញ្ចឹងតាមរយៈអត្ថប្រយោជន៍ដែលខ្ញុំបានរៀបរាប់តាក់ទងជាមួយទៅនឹង Power App Business Application ខាងលើនេះយើងអាចនិយាយបានថា Power App គឺជា future of business operation អញ្ចឹងខ្ញុំជឿថាអ្នកទាំងគ្នាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការ modernize ទៅលើ business របស់អ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាអាចតាក់ទងមកកាន់ Process Solution បានដើម្បី discuss អំពី pain point ទៅលើ business របស់អ្នកទាំងគ្នាក៏ដូចជា set up ទៅលើ Microsoft Power App ដើម្បី ensure ថា business របស់អ្នកទាំងគ្នាគឺដំណើរការបានទៅយ៉ាងរលូនជាចុងក្រោយខ្ញុំប៉ាវសូមអរគុណអ្នកទាំងគ្នាចាំជួបគ្នាវីដេអូក្រោយបាយបាយ